ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលក្នុងសង្គម Facebook ទាំងអស់ថ្ងៃនេះខ្ញុំចង់ចែកបទពិសោធន៍មួយអំពីបងប្អូនណាដែលមានអាការៈរលាកស៊ីច្រមុះព្រោះអាការៈរលាកស៊ីច្រមុះនេះគឺរំខានយើងខ្លាំងណាសម្រាប់ដែលយើងអ្នកដែលមានមុខរបរជួញដូរអីត្រូវការគិតច្រើននេះគិតអត់ចាញ់ទេអារលាកស៊ីច្រមុះនឹងធ្វើទុកនេះគឺជាបទពិសោធន៍ខ្ញុំបទពិសោធន៍ខ្លួនខ្ញុំដែលខ្ញុំមានអាការៈអារលាកស៊ីច្រមុះដូចគ្នានេះអារលាកស៊ីច្រមុះហ្នឹងវាជួនកាលទៅវាធ្វើទុកខ្លាំងវាហៀសបោហើយជួនកាលទៅវាហូរទឹកជួនកាលទៅវាឈឺតាមខ្ទង់ច្រមុះនេះឈឺតាមខ្ទង់ច្រមុះនឹងហើយហូរភ្នែកជួនកាលល្មើសភ្នែកល្មើសហ្នឹងមិនល្មើសមុំល្មើសអេសរហូតដល់ក្រហមភ្នែកអេសចង់ដាច់ភ្នែកទេណាល្មើសភ្នែកងាត់ឈឺលកជាហឹងលកជានឹងអារលាកស៊ីច្រមុះវាធ្វើទុកជួនកាលវាធ្វើទុកដល់ភ្នែកធ្វើទុកដល់ត្រចៀកដល់ហឹងត្រចៀកហើយវាធ្វើទុកតាមក្បាលយើងនេះស្ពឹកក្បាលស្ពឹកតាមចើមយើងនឹងស្ពឹកសរសៃក្បាលពីមុខនេះគឺស្ពឹកណែនគិតអីអត់ចាញ់ទេបងប្អូនស្ពឹកណែនគិតអីអត់ចាញ់ទេគិតទៅណាក៏មិនចាញ់ទេសម្រាប់តែបងប្អូនដែលមានមុខរបរតែត្រូវការគិតច្រើនណាបូកចែកគុណអីវាទៅជាខួរក្បាលយើងគិតអត់ចាញ់ទេហើយអង្គុយភ្លឹកអង្គុយហើយបើធ្វើទុកមែនតែនទៅជួនកាលវាហើមមកខ្ទង់ច្រមុះនេះហើមជួនកាលឈឺពើតាមខ្ទង់ច្រមុះណាពើនឹងសម្រាប់អាការៈរលាកស៊ីច្រមុះអានេះគឺខ្ញុំចង់ចែករំលែករូបមន្តនេះគឺជាពិតណាបងប្អូនហើយសម្រាប់តែបងប្អូនណាដែលមានជីវភាពអត់ណាដែលយើងអត់មានធនធានហើយអត់មានលុយដើម្បីទៅព្យាបាលពេទ្យអីអស់លុយច្រើនអីចឹងណាអត់មានធនធានឬជីវភាពអត់ខ្វះខាតតែយើងអត់មានថវិកាដើម្បីព្យាបាលព្រោះអាការៈអារលាកស៊ីច្រមុះនេះគឺជា បាលមិនងាយជាទេហើយគឺពិបាកណាស់ហើយវាអាចបណ្ដាលឲ្យយើងនឹងstress ធ្វើឲ្យយើងឈឺក្បាលជួនកាលអត់ដេកទៀតណាឈឺខ្លាំងមែនទេណាហើយអាហ្នឹងខ្ញុំស្ដាប់លោកគ្រូដែលបរៀនថ្នាំខ្មែរខ្ញុំមិនឈឺហ្មងមិនឈឺខ្លះរហូតដល់ចង់សឹងថាមិនត្រឹមមិនចង់បានហើយវាអាចទៅជាដាច់តសៃឈាមខួរក្បាលក៏មានដែរអាចទុកឲ្យវាឈឺខ្លាំងវាហូរឈាមតាមច្រមុះវាធ្វើឈឺពើខ្លាំងត្រឹមបានណាវាធ្វើឲ្យយើងនឹង stress គិតអីមិនចាញ់ចង់វែងចង់វាន់អីចឹងហ្នឹងរោគអារលាកស៊ីច្រមុះហើយនេះសម្រាប់នឹងចែកម្លែកចំពោះបងប្អូនណាដែលយើងនៅឆ្ងាយពេទ្យយើងនៅឆ្ងាយពេទ្យយើងពេទ្យវាឆ្ងាយយើងទៅអាការៈបែបហ្នឹងយើងទៅពេទ្យឆ្ងាយវាធ្វើទុកខ្លាំងឬក៏បងប្អូនណាដែលមានជីវភាពដែលអត់មានធនធានអត់មានថវិកាដើម្បីព្យាបាលហើយរូបមន្តមួយនេះស្ដាប់ឲ្យចប់រូបមន្តមួយនេះជាដាច់ 100% ណាបងប្អូនរូបមន្តមួយនេះជាដាច់ 100% អូនស្រាងប៉ាតិចអញ្ចឹងអានេះខ្ញុំចង់ចែករំលែករលាកស៊ីច្រមុះអានេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ណាបងប្អូនណាបងប្អូនចែករំលែកផ្ទាល់អានេះគឺខ្ញុំហាលគ្រីមអស់ហើយមានឆ្កែស្រែងនេះក្នុងមើលអត់សូវច្បាស់វាមានឆ្កែស្រែងពី3ចំណិតមកមើលអត់សូវច្បាស់បាំងឆ្កែស្រែងពី3ចំណិតមកណាបងប្អូននេះ
យើងឆ្កែស្រែងពី3ចំណិតមកហើយសបកព្រីងពី3ចំណិតតូចៗណាហើយយកដាំទឹកយកសបកយកដើមឆ្កែស្រែងហ្នឹងពី3ចំណិតមកហើយនឹងសបកព្រីងពី3ចំណិតមកច្រោបប៉ុណ្នេះនេះយើងចាប់មកច្រោបបន្តិចទៅបានហើយដាំទឹកប្រហែលជាកន្លះកែវបានហើយយើងដាំទឹកហើយនឹងសម្រាប់យើងធ្វើទុកចំោះខ្លាំងណាពើចំោះឬក៏យើងក្រៀមចំោះណាហើយយើងហើមសាច់ចំោះអីចឹងណាយើងដាំទឹកនឹងឲ្យពុះហើយយើងយកសារ៉ាំងហ្នឹងយើងយកទៅបើកយកទៅបើកអាទឹកឆ្កែស្រែងឯនឹងសបកព្រីងហ្នឹងយើងបើកទៅហើយនេះគាត់ទៅយកបាត់បង្ហាញចូលមកយើងដាក់ចំោះបាញ់លាងឲ្យវាហូរមកខាងទៅមកខាងហើយបាញ់មកខាងទៅហូរទៅមកខាងនេះមួយថ្ងៃធ្វើតែ2ដង3ដងអីទៅណាអាហ្នឹងកមេកមយើងឈឺចំោះខ្លាំងយើងឈឺចំោះពើត្រឹមបានហ្នឹងអាហ្នឹងតែមួយថ្ងៃហ្នឹងយើងដឹងហើយបាត់យើងដកបន្លាចេញពីទ្រូងអញ្ចឹងបាត់អាពើចំោះបាត់អីអាហ្នឹងហើយរូបមន្តទី2អានេះគឺម្ដកមកនេះតិចអន្សាយបងប្អូនស្គាល់ទេអានេះដើមត្រចៀកទន្សាយយើងដកវាស្រស់ក៏បានក្រៀមក៏បានចំនួនមួយក្តាប់ដៃចំនួនក្តាប់ដៃដាំទឹកតែ1លីត្រអីភាសាជារៀងរាល់ថ្ងៃទៅណាហូបជារៀងរាល់ថ្ងៃទៅនឹងសម្រាប់អាការៈរលាកស៊ីចំោះតាមមួយក្តាប់ដៃឲ្យនេះមកឲ្យពេញមកយើងយកទៅដាំទឹក1លីត្រទៅ1លីត្រកន្លះអាស្រ័យយើងហូបតិចហូបច្រើនយើងដាំទឹកហូបជាប្រចាំណាហើយលាងចំោះហ្នឹងក៏លាងជាប្រចាំបងប្អូននឹងព្យាយាមនឹងជាដាច់ 100% នេះគឺជាបទពិសោធន៍ខ្ញុំផ្ទាល់ណាបងប្អូនអានេះបើគិតជាបើគិតថាវីដេអូខ្ញុំមានប្រយោជន៍ជួយ like ជួយ share ផងបងប្អូនសូមអរគុណ